សួស្តីកូនទាំងអស់គ្នាជួបជាមួយលោកគ្រូទៀតហើយនៅមេរៀនទី76ក្មេងសុចរិតអំណានឥឡូវកូនទាំងអស់គ្នាមកមើលរូបភាពនេះគឺជារូបភាពនៅឯទីផ្សារលក់ដូរអញ្ចឹងទេកូនទាំងអស់គ្នាកុំភ្លេចចុច Subscribe ចុច Like ដើម្បីទទួលបាននៅវីដេអូថ្មីពីលោកគ្រូតោះដើម្បីកុំឲ្យខាតពេលយូរកូនទាំងអស់គ្នាមកធ្វើការអានអត្ថបទអំណានរបស់យើងជាមួយលោកគ្រូតោះចាប់ផ្ដើមថ្ងៃអាទិត្យមុនសំណាងបានទៅផ្សារជាមួយម្ដាយសំណាងបានសុំម្ដាយទិញផ្លែមៀនកន្លះគីឡូក្រាមនិងចេកអំបូងមួយស្និតអ្នកលក់ប្រាប់ថាមៀន1គីឡូក្រាមថ្លៃ 7,000 រៀលឯចេកមួយស្និតថ្លៃ 2,000 រៀលម្ដាយសំណាងហុចក្រដាសប្រាក់ 10,000 រៀលទៅអ្នកលក់គាត់ក៏អាប់លុយ 5,500 រៀលមកវិញសំណាងប្រាប់អ្នកលក់អ៊ំស្រីអាប់លុយលើស 1,000 រៀលហើយអ្នកលក់សើចហើយនិយាយអូអ៊ំច្រឡំអរគុណហើយក្មួយជាក្មេងទៀងត្រង់ណាស់ម្ដាយសំណាងសប្បាយចិត្តណាស់ដោយមានកូនឆ្លាតនិងចេះធ្វើអំពើល្អយ៉ាងនេះបាទឥឡូវកូនបានអានអត្ថបទអំណានជាមួយលោកគ្រូបានបញ្ចប់ទៅហើយបើសិនជាកូនអានពុំទាន់រួចដោយខ្លួនឯងទេកូនចាក់សារឡើងវិញហើយអានជាមួយលោកគ្រូម្ដងទៀតក្រោយពីកូនបានអានជាមួយលោកគ្រូហើយកូនអានដោយខ្លួនឯងឲ្យបានច្រើនដងច្រើនសារដើម្បីឲ្យបានស្ទាត់ជំនាញក្នុងការអានហើយកូនដែលពុំទាន់បានចុច Like ចុច Subscribe កូនចុច Like ចុច Subscribe ដើម្បីទទួលបាននៅវីដេអូថ្មីពីលោកគ្រូ